ជំរាបសួរប្រិយមិត្តសត្វក្រពើគឺជាសត្វមួយប្រភេទដែលកាចសាហាវមនុស្សភាគច្រើនតែងតែខ្លាចរអាវាចម្លែកអីថ្ងៃនេះបែរមកចាញ់ប្រៀបសត្វកុកទៅវិញមើលទៅអាកុកមួយក្បាលនេះក៏អស្ចារ្យនោះដែរបែរជាមកបញ្ជាក្រពើបានជីអីមិនជីមកជីសត្វក្រពើយ៉ាលោកបងកុកគិតទៅពាក្យចាស់ថាមិនខុសមែនភ្នំខ្ពស់តែនៅទាបជាងស្មៅយើងក្រឡេកមកមើលសត្វអន្ត្រីចាប់ចំណីវិញសត្វអន្ត្រីគឺជាសត្វមួយប្រភេទដែលហោះខ្ពស់ជាងគេនៅចំណោមសត្វបក្សីទាំងឡាយហើយសត្វអន្ត្រីគឺជាសត្វមួយប្រភេទដែលចាប់ចំណីច្បាស់លាស់និងឲ្យចំគោលដៅខ្លាំងណាស់ដោយកែផ្នែករបស់សត្វអន្ត្រីសម្លឹងបានរាប់រយម៉ែត្រនិងក្រញាំជើងដ៏រឹងមាំរបស់វាដូចនៅក្នុងវីដេអូនេះអញ្ចឹងពេលដែលវាចាប់ត្រីនៅក្នុងសមុទ្រមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ចំពោះកែផ្នែកនិងក្រញាំជើងដ៏រឹងមាំរបស់វាអាចមើលឃើញត្រីនៅក្នុងសមុទ្របានដោយចម្ងាយប្រវែងជាង300ម៉ែត្រនេះហើយគឺជាចំណុចពិសេសរបស់សត្វអន្ត្រីនិងក្រញាំជើងរបស់វាប្រសិនបើវាចាប់ចំណីណាហើយមិនថាចំណីនោះធំឬមានទម្ងន់ធ្ងន់យ៉ាងណានោះទេគឺវាចាប់ញ៉ាំងហោះទៅលើតែម្ដងដូចនៅក្នុងវីដេអូនេះអញ្ចឹងសូម្បីតែសត្វឆ្លុះក៏វាចាប់ដែរទាំងនេះបើគិតពីចំណុចពិសេសរបស់វាមួយទៀតគឺចំពោះដ៏រឹងមាំរបស់វាសត្វអន្ត្រីមានចំពោះរឹងមាំបំផុតសូម្បីតែសត្វពស់វាចាប់ហែកស៊ីស្រស់ៗតែម្ដងដូចនៅក្នុងវីដេអូនេះអញ្ចឹងហើយនេះគឺជាលក្ខណៈពិសេសរបស់សត្វអន្ត្រីញីក្នុងចំណោមសត្វអន្ត្រីទាំងអស់សត្វអន្ត្រីញីចេះធ្វើតេស្តសាកល្បងជ្រើសរើសអន្ត្រីឈ្មោលដែលមានសមត្ថភាពខ្លាំងអាចប្រមាញ់ចំណីលឿនក្លាហាននិងអាចធ្វើសម្បុកការពារខ្លួននិងប្រព័ន្ធកូនបានទើបអន្ត្រីញីព្រមធ្វើជាគូស្នេហ៍ចំណុចនិងលក្ខណៈត្រង់នេះអន្ត្រីគ្រាន់បើជាងមនុស្សជាពិសេសអន្ត្រីញីប្រៀបធៀបដូចនឹងមនុស្សស្រីប៉ុន្តែសត្វអន្ត្រីវាចេះជ្រើសរើសប្តីចម្លែកអីនារីមួយចំនួនឲ្យតែបានប្តីបែកស្លុយរញ៉េរញ៉ៃយ៉ាងណាក៏ចេះតែយកដែរដល់ពេលរងគ្រោះវេទនាមានបញ្ហាតាំងបន្ទោសគេបន្ទោសឯងបន្ទោសគ្រួសារបន្ទោសដល់រាជរដ្ឋាភិបាលថាមិនជួយនារីទន់ខ្សោយអ្នកណាប្រើអ្នកណាប្រព្រឹត្តខ្លួនអ្នកជាអ្នកកាន់សោបើអ្នកមិនបើកសោគេចាក់មិនចូលនោះទេបើអ្នកសម្រេចចិត្តលើអ្វីពេលដែលមានបញ្ហាអ្វីសូមកុំបន្ទោសអ្នកដទៃឲ្យសោះព្រោះរឿងទាំងអស់អ្នកជាអ្នកកសាងឡើងសូមខន្តីអភ័យទោសទាំងនេះគ្រាន់តែជាន័យធៀបតែប៉ុណ្ណោះនោះទេហើយនេះគឺជារឿងប្លែកចម្លែកមិនធ្លាប់មានកំពុងតែប្រញាប់ផងប្រងដាក់គូតអង្គុយស្រាប់តែឃើញពស់វែកមួយក្បាលក្នុងចានបង្គន់ចេញមកថ្មីនេះពស់វែកមួយត្រូវបានប្រទះឃើញនៅក្នុងចានបង្គន់នៅក្នុងអាយានដ្ឋានមួយនៅទីក្រុងបាងកកបើយោងតាមសម្ដីរបស់លោកពូម្នាក់បានឲ្យដឹងថាគាត់បានចូលទៅក្នុងបន្ទប់ទឹកប្រុងនឹងបាត់ជើងធំហើយស្រាប់តែមួយផ្លែតនោះក៏បានឃើញពស់វែកដ៏ធំមួយក្បាលកំពុងតែសំងំនៅក្នុងចានបង្គន់ឃើញដូច្នេះគាត់ក៏បានប្រញាប់ប្រញាល់តាក់ទងទៅនឹងអ្នកជំនាញចាប់ពស់ដើម្បីចាប់វាចេញគួរឲ្យដឹងថាបរិវេណជុំវិញយានដ្ឋានសុទ្ធសឹងតែមានដើមឈើតូចធំនិងស្មៅដោះហើយតែងតែមានពស់វែកចេញចូលជាញឹកញាប់រហូតដល់ម្ចាស់យានដ្ឋានខ្លាចលែងហ៊ានទៅជុំវិញនឹងរឿងរ៉ាវទាំងនេះត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមដើម្បីជាការដាស់តឿនដល់មហាជនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នមុននឹងប្រើប្រាស់បន្ទប់ទឹកមិនថានៅផ្ទះផ្ទាល់ខ្លួនឬទីសាធារណៈនោះទេចុះបើប្រិយមិត្តវិញកំពុងតែចូលបត់ជើងតូចឬជើងធំឃើញអាពស់វែកបែបនេះតើគិតយ៉ាងណាដែរសូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាណាប្រិយមិត្តប្រយ័ត្នដូចវីដេអូមួយនេះអរគុណណាស់សម្រាប់ការចូលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមចុចពាក្យថា Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់អរគុណជួបគ្នានៅវីដេអូក្រោយ